ฮะចាំមានឈួតចានាងឈួតខ្ញុំថាឈួតមែនបងខ្ញុំសុំទៅលេងរបួសបន្តិចបានទេតោះយើងទៅក្រៅទៅតោះសុំជួយបងណែថ្ងៃក្រោយកុំខំគេទៀតណាអូយអរគុណហើយបងខ្ញុំសុំលុះនាងបានទេបងថៃបាន500ណែកូនណាឯកាត់អីហ្នឹងបើចង់លុះនាងបងខ្ញុំមិនមែនតថ្លៃទេបងប៉ុន្តែខ្ញុំមានតែ500គុណចុះថ្លៃបន្តិចតួចទៅបងខ្ញុំនឹងបានសល់លុយខ្លះដើម្បីធ្វើសហួយទៅផ្ទះណាបងសុំទោសចុះខ្ញុំមិនអាចចុះថ្លៃបានទេ500ដាច់ថ្លៃប៉ុន្តែឯងវ៉ក៏ដល់ណាទៀតទុក500ទិញម៉ូតូជិះវិញល្អជាងទុកឲ្យមីងហ្នឹងទុកនាងឈួនឲ្យខំគេខំអញពេញមកខ្ញុំអាចស្គាល់ឈ្មោះនាងផងបានទេបងចាគេហៅថាមុំមកទុក500ទិញម៉ូតូជិះវិញមុំមុំតោះដល់ផ្ទះយើងហើយមុំតោះចុះទៅចុះធំដឹងហើយមកបាទជម្រាបលាសិនហើយបងប្អូនទាំងអស់គ្នាបាទមកលាសិនហើយលាសិនហើយបងប្អូនលាសិនហើយអានោះគាត់មកអូបាទតែសំទោសលោកញ៉ាអូអស់លោកជប់សិនផងបានទេរឿងការបាត់ខ្លួនរបស់កូនចាំខ្ញុំផ្ដល់បទសម្ភាសន៍ជូនណាបាទអរគុណសំទោសលោកនេះខ្ញុំចង់សួរថាតើរឿងកូនស្រីលោកមានការតាក់ទងនឹងរឿងចាប់ចម្រិតដែរទេចាអត់ទៅលោកតើលោកអាចប្រាប់បន្ថែមទៀតបានទេថាហេតុអីបានជាលោកបណ្ដោយឲ្យកូនស្រីលោកបើករយន្តទៅតែម្នាក់ឯងបណ្ដោយនាងមានគ្រោះថ្នាក់អញ្ចឹងបាទតើលោកអាចប្រាប់ពួកយើងឲ្យដឹងច្បាស់ជាងបន្តិចបានទេរឿងនេះខ្ញុំមិនអាចឆ្លើយបានទេតាមទូរទស្សន៍ជាច្រើនដែលបានចាក់ផ្សាយអំពីគ្រោះថ្នាក់ចរាចរណ៍ដល់អាត់កំបាំងជាទីបំផុតនោះព្រោះគេឃើញឡានកលាប់ក៏ប៉ុន្តែគេរកសាកសពមិនឃើញឬមួយក៏ជនរងគ្រោះនៅកន្លែងកើតហេតុខ្ញុំលើថាអ្នកនឹងភូមិចេដាទៅតែមកដល់ស្រុកយើងថ្ងៃទី1មែនទេចាត្រូវហើយបានហើយអស់លោកបានហើយខ្ញុំមិនចង់វែកញើឬក៏ចង់រកហេតុផលអ្វីទេតែខ្ញុំសូមអំពាវនាវដល់ទូរទស្សនិកជនទាំងអស់នៅក្នុងពេលនេះយើងខ្ញុំបានមកដល់មុខផ្ទះលោកអង្ញាអាដាមបើសិនជាអស់លោកណាម្នាក់អាចរកកូនស្រីខ្ញុំឃើញខ្ញុំនឹងជួយរង្វាន់ជាទឹកប្រាក់ចំនួន$50,000សូមអរគុណហើយណាបានអរគុណលោកក៏ព័ត៌មានបានទេលោកមកញ៉ាំបោះទៅមកញ៉ាំបោះទៅណាបងញ៉ាំទៅព្រៀនផងណាញ៉ាំបោះក្មេងឆ្លាតណាញ៉ាំមកណាមិនញ៉ាំទេណែអូយន្តហោះទៅហើយតែនហាមអើយមុំបងដល់ម៉ោងទៅព្រៀនឥឡូវហើយនេះណាអូក្មេងឆ្លាតអញ្ចឹងញ៉ាំខ្លួនឯងទៅណាបងដល់ម៉ោងទៅព្រៀនហើយបងតាណាមុំចង់ទៅសាលាជាមួយបងហ៎
អញ្ចឹងមានតែមុំចោលបងធ្វើការតែបងឥឡូវមុំចង់តាណាឬមួយក៏មុំចង់ទៅដើរលេងចង់ទៅដើរលេងបងជួយទៅដើរលេងក៏បានដែរអញ្ចឹងក៏បានដែរតើពាក់មុខតែអញ្ចឹងឆ្លាតណាស់យើងនេះឆ្លាតមែនតើបាយពាក់មកទៅហើយទុំចូលសិនទុំហើយនេះបងអត់ទៅបង្រៀនទេបងណាបាទបងបានតែទេទុំជួយជម្រាបលោកចាងបានផងថាបងមានធុរៈអន្តែងណាទោះជាបងមានធុរៈយ៉ាងណាក៏ដោយក៏បងគួរជម្រាបគាត់ខ្លួនឯងតែទុំជម្រាបក៏ដូចជាបងជម្រាបដែរនឹងតែណែបានហើយទុំជួយបងបន្តិចទៅណាចាំបងមកវិញតែបងប្រាប់ណាវិជ្ជាជាទ្រព្យដ៏មានតម្លៃវិសេសវិសាលណាស់បើគ្មានវិជ្ជាទេតើជីវិតមានតម្លៃដែរឬទេ